ចូលគុំរំលងអារម្មណ៍រួមគ្នាដឹកដៃឥនលក្ខណៈចូលឲ្យថប់ណាមួយពីមីវើលកម្មវិធីមីវើបានរៀបចំបើកប្រកួតហើយនៅប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះចំណែកឥនលក្ខណៈក៏ជាប់ឲ្យតំណាងធ្វើជាបេក្ខភាពកម្ពុជាចឹងណាគួរតែកុំឲ្យស្ងាត់អ្នកតាមដាននិងអ្នកគ្រប់គ្រងគួរសហការគ្នាឲ្យបានច្រើនជួយឲ្យបេក្ខភាពរបស់យើងបានចូលកាន់ថប់បន្តគ្នាកុំឲ្យមានសភាពស្ងាត់ព្រោះកម្មវិធីដំណើរការហើយលក្ខណៈនាងធ្លាប់ដួលនាងធ្លាប់បរាជ័យតែការដួលនិងបរាជ័យមួយនេះបានបង្រៀនឲ្យនាងរឹងមាំបាននាំនាងឲ្យជោគជ័យរហូតមកដល់នឹងសប្តាហ៍ថ្ងៃនេះហើយក៏បានបង្រៀនឲ្យនាងស្គាល់មនុស្សជំនាញខ្លួនរបស់នាងដឹងថាអ្នកណានៅក្បែរនាងដើម្បីអ្វីកុំអន់ចិត្តកុំតូចចិត្តណាលក្ខណៈយកវាជាមេរៀនហើយរៀនឲ្យដល់ទីបញ្ចប់កុំបោះបង់មានតែការខិតខំរបស់យើងខ្លួនឯងទេទើបជោគជ័យអ្នកឈរនៅទីនេះបានដោយសារការខិតខំហើយបច្ចុប្បន្នអ្នកកំពុងតែចេញផ្លែផ្កាហើយខិតខំបន្តទៀតតារាងនៃការចូលទៅកាន់ Top 40 របស់ Miver 2026ដែលជ្រើសរើសក្នុងមួយទ្វីបចំនួន10ប្រទេស4ទ្វីបស្មើនឹង40ប្រទេសជំរុះទាំង4ទ្វីបម្ដងទៀតពី10មកត្រឹម5ប្រទេសសរុបនៅត្រឹម Top 20ពី Top 20មកត្រឹម Top 8ចុះមក Top 4ប្រកាសអ្នកឈ្នះហើយអ្វីដែលពិសេសនៅក្នុងឆ្នាំនេះនោះគឺមានការវោតឲ្យចូលទៅកាន់កំពូល Top 40 នៃ Miver 2026ដោយអូតូតែម្ដងវាក៏ជាលើកដំបូងដែលខាងកម្មវិធីឲ្យវោតផងដែរនេះហើយជាឱកាសជាពេលវេលាដែលប្រជាជនខ្មែរត្រូវរួបរวมគ្នាសាមគ្គីដើម្បីជួយទៅដល់បេក្ខភាពរបស់យើងដើម្បីឲ្យចូលទៅកាន់កំពូលទាំង40អ្នកចុងក្រោយនៃការប្រកួតប្រសិនបើមានបវរកញ្ញា4ទៅ10អ្នកចូលរួមប្រមូលនិងផ្សព្វផ្សាយឲ្យព័ត៌មានមួយនេះកាន់តែទូលំទូលាយដើម្បីជួយទៅដល់បេក្ខភាពកំពូលតំណាងប្រទេសរបស់យើងវាពិតជារឿងល្អខ្លាំងមែនទែនសូមជួយក្មេងស្រីម្នាក់នេះផងនាងតែងតែចែករំលែកនិងចូលរួមជួយអ្នកដទៃជាច្រើនកន្លងមកខ្វិនលក្ខណៈអិន Miver Cambodia 2026លក្ខណៈតែងតែតំណាងឲ្យកម្ពុជាក្នុងឆ្នាំដែលមានលេខគូហើយ2ឆ្នាំបានតំណាងឲ្យកម្ពុជាម្ដងដោយវាសនាមកអញ្ចឹង2026ទៅប្រកួត Miver នៅវៀតណាម2024ទៅប្រកួត Miss Cosmo នៅវៀតណាម2022ទៅប្រកួត Miss Supranational នៅប៉ូឡូញ